10ចំណុចនេះគឺជាចំណុចដ៏សំខាន់ដែលអ្នកគោរពនឹងឲ្យតម្លៃមកលើខ្លួនឯងទី1ឈប់សូមអង្វរអ្នកដទៃទៀតទៅឈប់បញ្ឈប់ការសុំឲ្យគេអាណិតឬជួយច្រើនពេកកុំពឹងផ្អែកលើអ្នកដទៃខ្លាំងពេកព្យាយាមធ្វើអ្វីដែលអ្នកអាចធ្វើបានដោយខ្លួនឯងការសុំជំនួយខ្លាំងពេកវាអាចធ្វើឲ្យអ្នកមើលទៅខ្សោយទី2ឈប់និយាយច្រើនហួសហេតុពេកកុំនិយាយអ្វីដែលមិនចាំបាច់ឬនិយាយរឿងដដែលសូមនិយាយតែអ្វីដែលសំខាន់និងចំគោលដៅការនិយាយច្រើនពេកវាអាចធ្វើឲ្យអ្នកបាត់បង់តម្លៃពាក្យសម្ដីទី3ឈប់រវល់តែមើលអ្នកដែលមិនបានខ្វល់ពីអ្នកកុំខ្វាយខ្វល់ឬតាមដានអ្នកដែលមិនអើពើនឹងអ្នកផ្ដោតលើមនុស្សដែលឲ្យតម្លៃអ្នកនិងយកចិត្តទុកដាក់ចំពោះអ្នកវិញកុំទៅខ្ជះខ្ជាយពេលវេលាទៅលើអ្នកដែលមិនបានគិតពីអ្នកទី4វិនិយោគលើខ្លួនឯងនឹងធ្វើឲ្យខ្លួនឯងសប្បាយចិត្តចំណាយពេលនិងថវិកាលើការអភិវឌ្ឍខ្លួនឯងនិងធ្វើអ្វីដែលអ្នកចូលចិត្តដូចជាថែរក្សាសុខភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករៀនអ្វីថ្មីធ្វើអ្វីដែលនាំមកនូវភាពរីករាយដល់អ្នកទី5ឈប់ចូលរួមក្នុងការនិយាយដើមគេកុំស្ដាប់ឬនិយាយបន្តពីរឿងមិនល្អរបស់អ្នកដទៃការនិយាយដើមគេវាមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់អ្នកដទៃប៉ុណ្ណោះទេថែមទាំងធ្វើឲ្យអ្នកមើលទៅមិនល្អនៅក្នុងក្រសែភ្នែកអ្នកដទៃផងដែរទី6នៅពេលនរណាម្នាក់មិនគោរពអ្នកចូលនិយាយប្រឈមមុខនឹងពួកគេភ្លាម កុំនៅស្ងៀមនៅពេលគេមើលងាយអ្នកត្រូវការពារខ្លួនឯងអ្នកមានសិទ្ធិទទួលការគោរពប្រសិនបើមាននរណាម្នាក់ប្រព្រឹត្តមិនសមរម្យចំពោះអ្នកចូលយើងនិយាយប្រាប់ពួកគេដោយច្បាស់លាស់ពីអ្វីដែលយើងមិនចូលចិត្តទី7កុំបរិភោគអាហារអ្នកដទៃច្រើនជាងពួកគេបរិភោគអាហាររបស់អ្នកកុំកេងចំណេញលើអ្នកដទៃយើងត្រូវមានភាពស្មោះត្រង់និងយុត្តិធម៌ក្នុងការរាប់អានគ្នាកុំយកប្រៀបអ្នកដទៃបើសិនជាយើងទៅញ៉ាំអីនៅខាងក្រៅយើងត្រូវការចំណាយ50-50ទៅលើគ្នាទៅវិញទៅមកការដែលយើងធ្វើបែបនេះវាអាចចងចំណងមិត្តភាពបានយូរល្អប្រសើរចំណុចទី8តែងតែស្លៀកពាក់ឲ្យបានសមរម្យស្លៀកពាក់តាមរបៀបដែលអ្នកចង់ឲ្យគេគោរពអ្នកស្លៀកពាក់ឲ្យស្អាតបាតនិងសមរម្យព្រោះរូបរាងខាងក្រៅក៏សំខាន់រូបរាងខាងក្រៅអាចជាចំណាប់អារម្មណ៍ដំបូងដែលមនុស្សមានចំពោះអ្នកការស្លៀកពាក់សមរម្យបង្ហាញថាអ្នកឲ្យតម្លៃខ្លួនឯងទី9កាត់បន្ថយការទៅលេងផ្ទះអ្នកដទៃជាពិសេសប្រសិនបើពួកគេមិនសូវទៅលេងអ្នកវិញកុំទៅលេងផ្ទះដែលមិនបានរាក់ទាក់អ្នកវិញញឹកញាប់ការរាប់អានគ្នាវាគួរតែមានទៅមានមកប្រសិនបើអ្នក
តែមួយខាងដែលខំប្រឹងនោះអ្នកគួរតែពិចារណាឡើងវិញចំណុចទី10គិតមុនពេលអ្នកនិយាយ 80% នៃរបៀបដែលមនុស្សឲ្យតម្លៃអ្នកគឺមកពីអ្វីដែលចេញពីមាត់របស់អ្នកដូច្នេះយើងចូលប្រយ័ត្នពាក្យសម្ដីព្រោះពាក្យសម្ដីអាចបង្ហាញពីតម្លៃរបស់អ្នកពាក្យសម្ដីវាមានឥទ្ធិពលខ្លាំងណាស់មុននឹងនិយាយអ្វីមួយចូលគិតឲ្យបានច្បាស់លាស់ព្រោះវាអាចប៉ះពាល់ដល់របៀបដែលអ្នកដទៃមើលឃើញអ្នកអត្ថបទទី2វិធីคลายជាមនុស្សមានឥទ្ធិពលជាងមុនទី1មានភាពស្ងប់ស្ងាត់រក្សាភាពស្ងប់ស្ងាត់ក្នុងចិត្តកុំឆេវឆាវមនុស្សដែលស្ងប់ស្ងាត់អាចគ្រប់គ្រងស្ថានភាពបានល្អនិងធ្វើការសម្រេចចិត្តបានត្រឹមត្រូវភាពស្ងប់ស្ងាត់ក៏បង្ហាញពីភាពរឹងមាំខាងក្នុងផងដែរទី2និយាយតិចកុំនិយាយច្រើនហួសហេតុពេកនិយាយតែអ្វីដែលសំខាន់ពាក្យសម្ដីដែលមានតម្លៃគឺពាក្យសម្ដីដែលនិយាយក្នុងពេលត្រឹមត្រូវនិងមានខ្លឹមសារការនិយាយតិចធ្វើឲ្យអ្នកស្ដាប់ចាប់អារម្មណ៍និងឲ្យតម្លៃលើអ្វីដែលអ្នកនិយាយទី3សង្កេតមើលឲ្យបានច្រើនមើលនិងស្ដាប់អ្វីដែលនៅជុំវិញខ្លួនឲ្យបានច្បាស់លាស់ការសង្កេតជួយឲ្យអ្នកដឹងពីស្ថានភាពបុគ្គលនិងបញ្ហាបានកាន់តែស៊ីជម្រៅចំណេះដឹងនេះគឺជាមូលដ្ឋានគ្រឹះនៃឥទ្ធិពលទី4បង្ហាញការគោរពអ្នកដទៃទោះបីជាពួកគេជានរណាឬមានឋានៈបែបណាក៏ដោយការគោរពអ្នកដទៃធ្វើឲ្យអ្នកទទួលបានការគោរពត្រឡប់មកវិញមនុស្សដែលចេះគោរពអ្នកដទៃតែងតែទទួលបានការស្រឡាញ់និងការគាំទ្រទី5ធ្វើសកម្មភាពដោយស្ងៀមស្ងាត់កុំអួតអាងឬប្រកាសពីអ្វីដែលអ្នកកំពុងធ្វើចូលធ្វើវាដោយសម្ងាត់និងមានប្រសិទ្ធភាពសកម្មភាពដែលធ្វើដោយស្ងៀមស្ងាត់តែងតែមានឥទ្ធិពលខ្លាំងជាងពាក្យសម្ដីទទេលទ្ធផលនិងបង្ហាញពីអ្វីដែលអ្នកបានធ្វើទី6សម្លឹងមើលភ្នែកអ្នកសន្ទនាមើលភ្នែកអ្នកដែលកំពុងនិយាយជាមួយអ្នកដោយផ្ទាល់ការសម្លឹងមើលភ្នែកបង្ហាញពីភាពស្មោះត្រង់ទំនុកចិត្តនិងការយកចិត្តទុកដាក់ចំពោះអ្វីដែលអ្នកដទៃកំពុងនិយាយទី7គ្រប់គ្រងពេលវេលាឲ្យបានល្អប្រសើរចាត់ចែងពេលវេលារបស់អ្នកឲ្យមានប្រសិទ្ធភាពមនុស្សដែលមានឥទ្ធិពលតែងតែដឹងពីតម្លៃនៃពេលវេលាពួកគេប្រើប្រាស់ពេលវេលារបស់ពួកគេដោយឈ្លាសវៃដើម្បីសម្រេចគោលដៅទី8គិតមុននិយាយយើងត្រូវពិចារណាឲ្យបានច្បាស់លាស់មុននឹងនិយាយអ្វីមួយពាក្យសម្ដីដែលបានគិតពិចារណាយ៉ាងល្អតែងតែមានទម្ងន់និងអាចបញ្ចុះបញ្ចូលអ្នកដទៃបានការនិយាយដោយមិនបានគិតវាអាចនាំមកនូវផលវិបាកដែលអ្នកនឹកស្មានមិនដល់